đặt nó lơ iPhone hay là card đặt lơ Android lại card ok chẳng mua để khi nhom plot thơ bị muốn thua cứ ở bàn đặc ó tế cứ cam thi để ai vừa ca lại ban lơ trụ sập Android cứ miền đôi tia Steam Lab Omelette camera phi lại ok hay nâng lại nào Mobi Stream nâng Mob Cross ok chẳng bộ bộ on nâng cứ nhom bộ bộ on nâng cứ nhom phép hay cứ nhom ban thua video nên lơ bóng riêng nên lơ từ sập iPhone bận tay nhom trong prap thắt ngày ní cứ cam thì được on nâng ai likeในក្នុងទូរស័ព្ទ Android បានអញ្ចឹងសម្រាប់ការបង្រៀនពីរបៀបធ្វើពីរបៀប live បងប្អូនអាចចូលទៅមើលក្នុង YouTube របស់ខ្ញុំអាចមើលវីដេអូចាស់ៗដែលតាក់ទងជាមួយនឹងកម្មវិធីហ្នឹងបើសិនខ្ញុំធ្វើវីដេអូដែលតាក់ទងមួយពួកហ្នឹងទៀតគឺវាដដែលទេអញ្ចឹងបងប្អូនអាចធ្វើការមើលលើកម្មវិធីណាដែលខ្ញុំបានប្រាប់ហើយមើលទៅវីដេអូណាដែលខ្ញុំបានធ្វើពីកម្មវិធីហ្នឹងទៅណាយល់ទេបងប្អូនគឺមានន័យថាកម្មវិធីដែលខ្ញុំសូលបងប្អូនហ្នឹងគឺជាកម្មវិធីដែលខ្ញុំធ្វើហើយនៅលើ Android នៅលើ iPhone អញ្ចឹងកម្មវិធីអស់ហ្នឹងគឺ Android ក៏មានដែរអាច live បានចំណែកឯថ្ងៃនេះគឺខ្ញុំធ្វើអំពីកម្មវិធីមួយដែលនៅលើ iPhone live អត់កើតប៉ុន្តែនៅលើ Android live កើតហើយមានភាពងាយស្រួលទៀតអត់មានត្រូវការ copy stream key ឬក៏ key stream key និង server URL ទេអូខេអញ្ចឹងតោះយើងចាប់ផ្ដើមទៅលើកម្មវិធីមួយហ្នឹងដែល special យ៉ាងម៉េចដែលនៅលើ iPhone live អត់កើតនៅលើ Android live កើតអូខេអញ្ចឹងបងប្អូនអាចធ្វើការ download បានដែលកម្មវិធីហ្នឹងឈ្មោះថា AZ Screen Record អូខេ AZ Screen Record បងប្អូនអាចធ្វើការ download បាននៅក្នុង Play Store ធ្វើពី iPhone 2ដល់ពេលក្នុង Play ក្នុង Android អត់ដឹងថាឈ្មោះ app download game ហ្នឹងឈ្មោះអីគេចង់ផ្លេចបាទសុំទោសផងអូខេអ្នកទាំងអស់គ្នាអញ្ចឹងពេលបងប្អូនធ្វើការ download នៅក្នុង Play Store ហើយបងប្អូនអាចធ្វើការបើកបាទធ្វើការបើកអូយសុំទោសលេចបិទសំឡេងបើកកម្មវិធីហ្នឹងទៅបាទ open វាមកបាទមួយណាហើយយើងធ្វើការបើកបាទបើកនៅខាងក្រោមពាក្យថា low ហ្នឹងចូលទៅបើកតាមការណែនាំរបស់គេទៅហើយយើងបែកមកវិញមកអូខេបែកមកវិញគឺមានប្រាប់ពីឈ្មោះនៅកម្មវិធីមួយណាអញ្ចឹងបងប្អូនមើលតាមហ្នឹងទៅបើអីខ្ញុំចង់ផ្ដោតលើការ live stream ការ live stream ហ្នឹងគឺខាងក្រោមដែលបងប្អូនឃើញពាក្យថា live ហ្នឹងអូខេចឹងហើយហ្នឹងហើយនេះគឺមានរូបពេបហ្នឹងគឺបងប្អូនចុចនេះ turn it on ហ្នឹងតាមហ្នឹងទៅកុំឲ្យវាពេបហ្នឹងហើយរូបពេបហ្នឹងគឺយើងចុចនៅលើខាងក្រោមហ្នឹងទៅហើយយើងចុចពាក្យថា allow កុំឲ្យវាពេបទៀតអូខេអញ្ចឹងនៅក្នុងកម្មវិធីហ្នឹងគឺអត់មានភាពអីរញ៉េរញ៉ៃច្រើនទេគឺអាចសេរី resolution ទៅតាមបងប្អូនដែលបងប្អូនទស្សនាវីដេអូខ្ញុំមុនដឹងហើយ resolution បាទកន្លែងនេះគឺដាក់កាន់តែខ្ពស់ CMA Wi-Fi អ៊ីនធឺណិតបងប្អូនកាន់តែខ្លាំងអញ្ចឹងបងប្អូនធ្វើការសេរីទៅតាមកម្រិតទូរស័ព្ទនិងអ៊ីនធឺណិតរបស់បងប្អូនណាបើសិនជាទូរស័ព្ទបងប្អូន slow បងប្អូនទាញតែមកខាងក្រោមបន្តិចកុំឲ្យវាយឺតក្នុងការ live របស់យើងពេល live ទៅកុំឲ្យមានដាច់ឬក៏យឺតវាអត់ដូចចិត្តយើង live អញ្ចឹងបងប្អូនត្រូវតែសេរីកន្លែងហ្នឹងធ្វើម៉េចឲ្យតាមកម្រិតទូរស័ព្ទបងប្អូនបើបងប្អូនលេង Wi-Fi គឺបងប្អូនសេរីយើងខ្ពស់តិចទៅណាកុំឲ្យខ្ពស់ពេកបើបងប្អូនលេង 3G បងប្អូនសុំដាក់ខាងក្រៅបន្តិចកុំឲ្យវា slow នៅពេលដែលយើង live អូខេអញ្ចឹងបន្ទាប់មកនៅពេលដែលបងប្អូនសេរី resolution ហើយបងប្អូនសុំគឺកន្លែងនេះគឺអត់ក្រៅពីហ្នឹងគឺអត់សូវមានអីសំខាន់ទេដូចខ្ញុំនិយាយអត់មានអីសំខាន់ទេយើងនឹកខ្ញុំតេស្តឲ្យគឺអត់មានអីសំខាន់ទេក្នុងហ្នឹងហើយអញ្ចឹងពេលបងប្អូនចុចresolution ស្រី resolution អូខេ resolution ហើយបងប្អូនធ្វើការចុចទៅលើបេតុងមួយដែលមានរាងដូចកាមេរ៉ាហ្នឹងបកក្រហមនៅដែលខ្ញុំដាក់សញ្ញាព្រួយហ្នឹងណាកុំភ្លេចណារកវីដេអូដែលខ្ញុំធ្វើមួយគឺខ្ញុំដាក់សញ្ញាព្រួយទាំងអស់អញ្ចឹងបងប្អូនស្ដាប់ខ្ញុំអត់យល់បងប្អូនអាចធ្វើការចុចតាមសញ្ញាព្រួយហ្នឹងទៅគឺអូខេ
ដាច់ខាតកុំមើលខាឲ្យសោះអូខេអញ្ចឹងពេលយើងចុចលើរូបដែលមានរាងដូចថតអានកៅស្អីគេទេដូចអាវីដេអូហ្នឹងអាថតវីដេអូហ្នឹងណាយើងចុចលើហ្នឹងមកហើយយើងចុចពាក្យថា live ខាងក្រោមនេះបាទពាក្យថា live ខាងក្រោមហ្នឹងអូខេចុចពាក្យ live ហ្នឹងហើយបងប្អូនចុចពាក្យ live ហ្នឹងគឺគេឲ្យយើង connect ជាមួយនឹង YouTube ឬក៏ Facebook ហើយអញ្ចឹងបងប្អូនធ្វើការ live តាម YouTube បងប្អូនចុចតាម YouTube live តាម Facebook page បងប្អូនចុចទៅលើរូប Facebook អូខេចុចទៅលើរូប Facebook ហ្នឹងគឺគេទៅឲ្យយើង connect Facebook ដែលយើងមាន page live ហ្នឹង live game ហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការ connect ជាមួយនឹង Facebook របស់ខ្ញុំហើយបន្ទាប់មកខ្ញុំបងប្អូនឡើយនេះអាចចុច next ក៏បានឬក៏បងប្អូនអាចដោះ tick page មួយណាដែលបងប្អូនគិតថាអត់ចង់ live ទៅកាន់កុំឲ្យមានការរញ៉េរញ៉ៃគឺបងប្អូនដោះ tick page ណាដែលបងប្អូនមិនចង់ live ជាមួយមិនចង់ live អញ្ចឹងទុក tick តាអាចតា page ណាដែលបងប្អូនចង់ live អា page ណាដែលយើងមិនចង់ live គឺយើងដោះ tick វាចោលទៅឬក៏បងប្អូនមិនរើសកន្លែងហ្នឹងអាចទៅរើសនៅខាងមុខទៀតក៏បានដែរគឺឲ្យយើង select page ដូចគ្នាអូខេអញ្ចឹងបងប្អូនធ្វើការចុច next ទៅនិចហើយដានមកអូខេហ្នឹងហើយមកដល់កន្លែងនេះគឺគេឲ្យយើងដាក់ title បាទដាក់ title ថាម៉េច15 mobile បាទ15អញ្ចឹងទៅឬក៏ skill of Hayabusa skin no skill អូខេតាមចិត្តបងប្អូនទេហ្នឹងហើយអញ្ចឹងបងប្អូនអាចធ្វើការកលេចមើលខាងក្រោមដែលមានពាក្យថា my wall នេះហ្នឹងហើយ my wall នេះគឺបងប្អូនត្រូវការ tick ទៅលើ page ដែលហ្នឹងដូចខ្ញុំមុនហ្នឹងដែលខ្ញុំនិយាយប្រាប់ថាបងប្អូនអាចដោះ tick ក៏បានមិនដោះ tick ក៏បានយើងអាចស្រែនៅពេលហ្នឹងក៏បានដែរអូខេអញ្ចឹងនៅកន្លែងនេះគឺឲ្យយើងពាក្យថា my wall បើសិនជា my wall នេះគឺបងប្អូនធ្វើការ live ទៅកាន់ Facebook ហើយបន្ទាប់មកមាន page មួយដែលខ្ញុំដោះ tick អស់នៅសល់ page មួយហ្នឹងគឺ page OMG Gaming ហ្នឹងគឺបងប្អូនធ្វើការចុចទៅលើ page មួយណាដែលបងប្អូនចង់ live អូខេអញ្ចឹងបងប្អូនកន្លែងនេះគឺខ្ញុំ tick លើ OMG Gaming អូខេតន់បងប្អូនអាចមើលម្ដងទៀតឬក៏មើលតាមសញ្ញា tick របស់ខ្ញុំអូខេអញ្ចឹងមកដល់កន្លែងនេះគឺមានពាក្យថា start បាទ start live streaming គឺពេលយើងចុច start ហ្នឹងទៅវានឹងឲ្យយើង live បានសម្រាប់មានន័យថាចុច like ហ្នឹងទៅគឺ live គឺអាចទៅកាន់ page របស់យើងហើយកន្លែងនេះដែរគឺខ្ញុំមិនអាច record screen បានទេមិនអាច record